Hello សួស្តីទាំងអស់គ្នាចឹងសម្រាប់វីដេអូនេះយើងនឹងធ្វើការសិក្សាបន្តទៀតអំពីពាក្យនៃភាសាចិនតែមុននឹងចូលដល់មេរៀនថ្មីខ្ញុំសូមធ្វើការរំលឹកពីវីដេអូចាស់សិនដែលកាលពីវីដេអូចាស់យើងបានរៀនពាក្យចំនួន3មានដូចជានីនីនីnín nín nín ហៅហៅហៅអូខេអ្នកទាំងអស់គ្នាអញ្ចឹងពាក្យថ្មីរបស់យើងគឺមិនចឹងអ្នកទាំងអស់គ្នាមានឆ្ងល់អត់មិនបាននៅលើភេងមានសំឡេងចឹងអ្នកទាំងអស់គ្នាដែលសារនៅក្នុងភាសាចិនវាមានសំឡេងមួយទៀតគឺសំឡេងពិសេសហ្នឹងដែលគេហៅថាសំឡេងស្រាលតែសំឡេងស្រាលហ្នឹងបើសិនជាយើងសរសេរអក្សរដៃគឺវាមានរូបរាងដូចជាចុចមួយចឹងប៉ុន្តែសម្រាប់ភេងអក្សរពុំគឺវាអត់មានរូបរាងអីទាំងអស់ហើយសម្រាប់សំឡេងស្រាលនេះដែរអ្នកទាំងអស់គ្នាត្រូវធ្វើសំឡេងបែបសំឡេងទី1ផងសំឡេងទី4ផងហើយបែបដាច់ហើយស្រាលបំផុតអញ្ចឹងចូលដល់ពាក្យទី2មកចឹងអ្នកទាំងអស់គ្នាមកនេះក៏សំឡេងស្រាលដែរណាអូខេអ្នកទាំងអស់គ្នាដែលសារតែយើងរៀនមកបានប្រហែលជា5ពាក្យហើយអញ្ចឹងយើងអាចយកពាក្យទាំងហ្នឹងដើម្បីបូកបញ្ចូលគ្នាបានហើយបង្កើតបានទៅជាពាក្យថ្មីមួយទៀតនីហៅចឹងចំពោះពាក្យនេះខ្ញុំដឹងថាអ្នកទាំងអស់គ្នាប្រកាសជាបានឮមកច្រើនដងហើយដោយសារតែវាគឺជាពាក្យទូទៅដែលគេប្រើនៅក្នុងការរាក់ទាក់គ្នា你们你好吗អូខេអ្នកទាំងអស់គ្នាtrongវីដេអូនេះមានតែប៉ុណ្្នឹងឯងជួបគ្នានៅវីដេអូក្រោយៗទៀតបាយបាយ